ដែលខ្ញុំចាប់តាមទទួលស្គាល់ព្រះយេស៊ូវបានជាខ្ញុំចង់ធ្វើជាគ្រូបរិញ្ញាបត្រហ្នឹងដោយសារទី1ហើយមានក៏ខ្លាំងដែរយ៉ាងខ្លាំងខ្ញុំដឹងពីកុមារច្រើនកុមារម្នាក់ៗគាត់ត្រូវការអីភាសាខ្លះក៏គាត់មានការបែកបាក់ចឹងដែរចឹងនៅពេលខ្លះគាត់ថាគាត់ត្រូវការក្តីស្រឡាញ់ពីយើងចឹងក្នុងនាមយើងជាគ្រូយើងក៏អាចផ្ដល់ក្តីស្រឡាញ់ឲ្យគាត់ពេលខ្លះយើងជាគ្រូតែចំណេះដឹងពេលខ្លះគឺយើងអាចដល់ពួកគាត់សម្រាប់ដោះស្រាយបញ្ហាចាអញ្ចឹងនៅពេលដែលខ្ញុំរៀងនៅល្មមដែរគឺខ្ញុំទទួលបានប្រអប់កដោចានៅក្នុងថ្ងៃនេះខ្ញុំចងចាំនឹងបានលើអំពីព្រះយេស៊ូវអំពីសេចក្តីស្រឡាញ់របស់ខ្ញុំចង់ឃើញមនុស្សទាំងអស់ហ្នឹងទទួលបានសេចក្តីស្រឡាញ់ពីព្រះជាម្ចាស់ We met her in 2019. We have outreach event and then discipleship class. And we asked, what is your dream in the future? She simply answered to us, she wanted to be the evangelist, to preach the gospel to the people. If you are faithful to the Lord and try to learn about Him, He has a good plan for you. Then we sent her to the training to become a discipleship teacher. ចាពេលដែលខ្ញុំចាប់តាមចេញព្រានពួកគាត់ដំបូងហ្នឹងគឺប្រវត្តិដូចថារៀបចំពួកគាត់កុំឲ្យពួកគាត់មាត់លោឡាហើយញ៉ៃហើយនៅហើយយើងមានអារម្មណ៍ថាភ័យនៅពីមុនខ្ញុំអត់សូវចូលចិត្តក្មេងមែននៅពេលតែនៅពេលដែលបាក់ហ្នឹងគឺខ្ញុំចាប់តាមអធិដ្ឋានភ្លាមគឺខ្ញុំព្យាយាមរកកន្លែងប្រចាំទៅកាន់ទ្រង់ពីប៉ះពាល់ចិត្តដល់ខ្ញុំដូចជាពីមុនខ្ញុំចូលខឹងតែឥឡូវនៅពេលដែលខ្ញុំចាប់តាមខឹងណាគេម្នាក់គឺខ្ញុំអធិដ្ឋានទៅកាន់ព្រះចាព្រះអង្គបានផ្លាស់ប្រែខ្ញុំដូចជាថាពីមុននឹងឥឡូវវាផ្សេងពេលនេះខ្ញុំអាចបង្ហាញសេចក្តីស្រឡាញ់ដល់ពួកគាត់ខ្ញុំដឹងថាចាពេលខ្លះទៀតក៏គាត់អត់សូវបានយកចិត្តទុកដាក់ពីឪពុកម្ដាយដែរភាគច្រើនខ្ញុំឃើញឪពុកម្ដាយគាត់តែងតែផឹកស្រាឬក៏ពេលខ្លះចឹងគាត់ប្រើអំពើហិង្សាគេគ្រាន់តែនិយាយថាចាទៅជឿអីពួកយេស៊ូវពួកអីចឹងThey say no Jesus here, but the power of Jesus can keep changing their thinking. We want to show people about Christ. We want them to accept Christ as the gift. ខ្ញុំអាចឡើងព្រានគាត់អាចប្រាប់ពួកគាត់អំពីព្រះយេស៊ូវចឹងគឺយើងបានព្រានអប់រំគាត់តាក់ទងទៅនឹងព្រះគម្ពីរគាត់ក៏ចាប់ដើមយល់ហើយបើកចិត្ត They see the good thing that God put into our hearts. Our prayer is we reach more children. Our prayer is more children become the disciple of Jesus. គឺចង់ឲ្យពួកគាត់ហ្នឹងទទួលបានការស្រឡាញ់ពីព្រះជាម្ចាស់រៀបចំផ្លូវជីវិតឲ្យពួកគាត់ដែរ